អាណិតស្ត្រូវគឺស្មើនឹងសម្លាប់ខ្លួនឯងហើយណាអាពួកកណ្ដុរភពឃីវដ៏ថោកទាបចាត់ទុកថាឯងចេះស្គាល់កាលៈទេសៈចុះបើឯងលុតជង្គង់ឥឡូវនេះហើយស្បោះស្ម័គ្រស្មោះនឹងព្រះផ្កាយនៃកុលសម្ព័ន្ធសិង្ហយូយើងអញអាចនឹងខ្ញុំជ្រើសរើសកំទេចទីតាំងកុលសម្ព័ន្ធសិង្ហយូនៅប្រទេសសាគូរ៉ាហើយប្រមូលយកឫស្សីមកវិញលោកអាញាកណ្ដាលខ្ញុំរើសយកបែបនេះមិនអីទេមែនទេតាមសំណុំពរវាមិនឃានដល់ថ្នាក់ហ្នឹងអាកណ្ដុរថោកទាបអញនឹងសម្លាប់ឯងទេមិនអាចទេគ្រួសារអញនៅទីនោះនៅឡើយទេអាញាកណ្ដាលឆាប់ដកបញ្ជាវិញភ្លាមទៅឯងឈួតទេដឹងអាមនុស្សឈួតឯងធ្វើអញ្ចឹងមិនបានទេណាសាងបាបច្រើនគង់តែទទួលកម្មច្បាប់មេឃាបញ្ជាក់ច្បាស់មិននឹងអាចលើកលែងឲ្យនោះចប់ហើយចប់សពគ្រប់អស់ហើយល្អណាស់គួរតែអញ្ចឹងហើយហ្មងអរគុណលោកម្ចាស់ស៊ូដែលជួយបញ្ចេញកំហឹងជំនួសពួកយើងសុខចិត្តដើរតាមរាជវង្សស៊ីជារៀងរហូតស៊ូឆាងឈីងលោកគឺជាវីរបុរសរបស់ភពឃីវយើងហើយគឺយើងខុសហើយស៊ូឆាងឈីងមានអ្នកនៅទីនេះគឺជាមហាសំណាងរបស់រាជវង្សស៊ីការទូទាត់បានបញ្ចប់ទីតាំងរបស់កុលសម្ព័ន្ធសិង្ហយូនៅប្រទេសសាគូរ៉ាត្រូវបានកំទេចចោលទាំងស្រុងការប្រកួតរវាងរាជវង្សស៊ីនិងកុលសម្ព័ន្ធសិង្ហយូរាជវង្សស៊ីជាអ្នកឈ្នះការប្រកួតបន្ទាប់នឹងធ្វើឡើងនៅ10ថ្ងៃទៀតលោកម្ចាស់ស៊ូអរគុណលោកខ្លាំងណាស់លោកជាវីរបុរសរបស់ភពឃីវយើងគឺលោកហើយដែលបានផ្លាស់ប្ដូរជោគវាសនាប្រទេសសាគូរ៉ារបស់ខ្ញុំអរគុណលោកម្ចាស់ស៊ូដែលជួយលើកមុខមាត់ប្រទេសយើងគួរតែផ្ដល់មេរៀនឲ្យពួកកុលសម្ព័ន្ធសិង្ហយូនោះអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំគួរសំពេកអីខ្ញុំគ្រាន់តែធ្វើរឿងដែលខ្ញុំអាចធ្វើបានប៉ុណ្ណោះខ្ញុំក៏មិនមែនជាវីរបុរសអីដែរវីរបុរសពិតប្រាកដគឺជាស្មារតីរបស់មនុស្សជាតិទៅវិញទេស៊ូឆាងឈីងអរគុណអ្នកណាស់ដែលបានការពារសេចក្តីថ្លៃថ្នូររបស់ភពឃីវយើងព្រះអង្គមានបន្ទូលធួនពេកហើយក្នុងនាមជាប្រជារាស្ត្ររាជវង្សស៊ីនេះគឺជាទូនីតិដែលទូបង្គំត្រូវធ្វើតាមពិតទៅពេលនេះគួរតែហៅអ្នកថាមេបញ្ជាការស៊ូទៅត្រូវស៊ូឆាងឈីងក្នុងនាមយើងជាអធិរាជិនីនៃរាជវង្សស៊ីសូមតែងតាំងអ្នកជាមេបញ្ជាការកម្ពុជានៃសមរភូមិព្រលឹងវីរបុរសជាផ្លូវការរាល់កិច្ចការទាំងអស់ក្នុងសមរភូមិព្រលឹងវីរបុរសត្រូវស្ដាប់តាមការបញ្ជារបស់អ្នក